បាទសួស្តីបងប្អូនម្ដងទៀតឥឡូវនេះខ្ញុំបញ្ចេញលេខបងប្អូនចំណុចមួយទៀតទាក់ទងនឹងរបៀប snip រូបភាពបាទអញ្ចឹងខ្ញុំបញ្យល់លម្អិតបន្តិចទាក់ទងនឹង snip រូបភាពមានន័យថាយ៉ាងដូចម្ដេចបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាយើងខ្ញុំស្វែងរករូបភាពពី snip បាទនេះគឺជារូបភាពអញ្ចឹងគឺជារូបភាពដែលគេប្រើ snip suit មានថាគេឃើញវីដេអូរូបភាពអញ្ចឹងតែមកគេ snip វាយកមកហើយវាចេញជារូបភាពបាទក៏ប៉ុន្តែវាមិនមែនជាវីដេអូទេគឺជារូបភាពអញ្ចឹងតែបងប្អូនចូលទៅចឹងឧទាហរណ៍បាទខ្ញុំចុចមកវានឹងជាប់ link ទៅ home page គឺ website របស់គេនឹងបាទអញ្ចឹងខ្ញុំចង់ឲ្យបងរៀនបងប្អូនយល់ពីរបៀបធ្វើតាមខ្លួនបាទអញ្ចឹងដើម្បីធ្វើនឹងបានបងប្អូនចូលទៅក្នុងបាទ start menu នេះបាទបងប្អូនបែរពាក្យថា snip បាទ snip បាទ snipping tool បាទ snipping tool បាទបាទអញ្ចឹងបងប្អូនឃើញវាចេញទេបាទអញ្ចឹងបើបងប្អូនប្រើ Windows 7ឡើងទៅបងប្អូនអាច right click លើវាបាទ right click លើវាមកបាទ right click មកបងប្អូននឹងឃើញពាក្យ pin to ថាបានឬក៏ pin to start menu អញ្ចឹង pin ថាបានគឺ pin មកលើក្នុងថាបាននេះគឺថាបានបាទអញ្ចឹងគឺ pin មកលើថាបានបាទគឺ pin តើមកវាចេញបាននៅកន្លែងនេះបាទឬបងប្អូនទៀតបងប្អូនចង់ pin ទៅលើstart menu បាទអាចចុច pin ទៅដល់ start menu គឺនៅកន្លែងនេះបាទពេលយើងចុច start menu វានឹងឃើញ pin នៅបាទគឺវានៅជាប់នឹងមកអញ្ចឹងវាងាយស្រួលក្នុងការយើងប្រើបាទអញ្ចឹងតាមយើងប្រើវាយ៉ាងម៉េចតាមខ្ញុំចង់បងប្អូនខ្ញុំចង់ snip រូបភាពនេះមកកបល់នេះបាទ snip រូបភាពនេះបាទអញ្ចឹងខ្ញុំគ្រាន់តែចុចទៅmenu មកបាទអញ្ចឹងបងប្អូនប្រើ Windows XP បាទអញ្ចឹងបងប្អូនអាច ping មកលើ start menu មកបងប្អូនអាច click លើវាមកបើកវាមកបាទតើមកវានឹងចេញផ្ទះនេះឲ្យបាទអញ្ចឹងបងប្អូនឃើញវាតែមានថាវាអាចឲ្យយើងមានថាអាចឲ្យយើងគូសមានថា snip បាទ snip យករូបភាពនៅកន្លែងណាដែលយើងចង់បានបាទឃើញអញ្ចឹងបើយើងចង់បានកន្លែងនេះយើង snip យកតែប៉ុណ្្នឹងទៅបាទគឺវាបានហើយអញ្ចឹងយើងអាចយករូបភាពទៅ post ក្នុង Facebook ឬក៏អាចទៅប្រើក្នុង website ឬក៏អ្វីផ្សេងទៀតបានច្រើនបាទបាទអញ្ចឹងបងប្អូនមិនគិតថាអានេះបងប្អូនយល់ហើយបងប្អូនអាចចុច save ទៅបាទហើយខ្ញុំបញ្យល់បន្តិចបងប្អូនចង់គូសស្អីបន្ថែមលើហ្នឹងបាទដូចជាបងប្អូនចង់គូសពងគូសអីចឹងបាទបងប្អូនអាចធ្វើបានបាទបងប្អូនអាចមានផែនេះបាទបងប្អូនអាចគូសវាបានបងប្អូនចង់លុបវាចេញនេះគឺអាចលុបបានបាទហើយជាអាចលុបពូទេបាទបាទពូក្រហមបាទខ្ញុំសញ្ញាមានកន្លែងសំខាន់អីចឹងទៅបងប្អូនអាចគូសពងលើវាបានបាទហើយនេះខ្ញុំអត់មានទេខ្ញុំចែកបានអញ្ចឹងអានេះទាក់ទងនឹង save បាទអញ្ចឹងបងប្អូនចង់គិតថារូបភាពរបស់បងប្អូនអាចទៅយកបានបងប្អូនអាច save វាទៅបាទគឺ save បាទហើយខ្ញុំ save វាដាក់នៅស្រាប់បាទខ្ញុំថា capture បាទសុំទោសបាទ capture មកបាទអញ្ចឹងខ្ញុំសាកចូលក្នុង desktop របស់ខ្ញុំតើគឺរូបភាពរបស់បាទ capture មកបាទអញ្ចឹងរូបភាពនេះយើងឃើញវាអាចច្បាស់ហើយបងប្អូនអាចយកវាទៅ edit ឲ្យច្រើនទៀតបាទនេះយើងមានជា edit tool ដែលយើងអាច edit ថែមទៀតបាទឬក៏បងប្អូន